ខំធ្វើអំពើល្អសាងសិលធម៌កុំបីខ្ជិលខ្ញុំបកករណាសូមក្រាបថ្វាយបង្គំចំពោះព្រះជន្ម3នៃបត្រៃរតន៍គឺព្រះពុទ្ធពធនិងព្រះសង្ឃជាទីសក្ការៈដ៏ខ្ពង់ខ្ពស់និងសូមធ្វើគិរវកិច្ចចំពោះលោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះគឺយើងនឹងបន្តការសិក្សារៀនសូត្រជាមួយនឹងមេរៀនពធបន្តទៀតនេះគឺជាធម៌សូត្រឲ្យពរនិងធម៌យាទេវតាប្រែជាពាក្យការផងដែរដោយសារតែធម៌ទាំងពីរមេនេះគឺគេតែងតែសូត្ររៀងរាល់នៅកម្មវិធីបុណ្យនៅក្នុងព្រះពុទ្ធសាសនាហើយវីដេអូនេះគឺខ្ញុំផលិតឡើងយ៉ាងពិសេសសម្រាប់អ្នកសិក្សារៀនសូត្រថ្មីៗនិងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ដែលមិនទាន់ចេះច្បាស់នៅធម៌នេះដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរសូមគោរពអញ្ជើញលោកយាយលោកតាតាំងចិត្តការសិក្សានិងតាំងចិត្តនមស្ការស្វាធ្យាយជាមួយនឹងយើងខ្ញុំដូចតទៅធម៌សូត្រឲ្យពរជាពាក្យកាព្យសូមឲ្យអ្នកទាំងឡាយសុខសប្បាយទាំងអស់គ្នាកុំឲ្យមានរោគាព្រមទាំងសាច់ញាតិសន្តានចូលខំប្រឹងប្រព្រឹត្តសាងសុចរិតធម៌ឲ្យបានសពថ្ងៃសាសនាមានខំធ្វើទានសិលភាវនាកើតមកក្នុងលោកីទាំងប្រុសស្រីមានវាសនាខំរៀនសូត្រធម៌អាទនសាសនាព្រះទ្រង់ញៀនត្បិតយើងមិនស្គាល់ផ្លូវនឹងដើរទៅព្រះនិព្វានជាទីសុខសេងសានលះបង់បានចាក់មុនទិលខំធ្វើអំពើល្អសាងសិលធម៌កុំបីខ្ជិលបុណ្យកើតពីទានសិលជួយរំកិលផុតទុក្ខហងជាយានសម្រាប់ឆ្លងគ្រឿងចំឡងទុក្ខាពីស្លាប់ទៅឥតមានគ្នាបាននាវាជាពុំអ្នកជាមិត្តចិត្តស្មោះសរមិត្តចិត្តល្អគួររាក់ទាក់ចំឡងផុតគ្រោះថ្នាក់ចាក់វត្តដាក់សង្សារាសិលទុកដូចទូយានទៀនទុកដូចជាស្បៀងអាហារភាវនាដូចអាចារ្យដឹងហត្ថាតម្រង់ផ្លូវទៅកាន់លោកខាងនាយយ៉ាងរីករាយគ្មានសត្វត្រូវសុខស្រួលតរៀងទៅឆ្ពោះគោលដៅគឺនិព្វានអញ្ចឹងធម៌បន្ទាប់គឺជាធម៌យាទេវតានិងប្រែជាពាក្យកាព្យផងដែរអញ្ចឹងសូមលោកយាយលោកតាតាំងចិត្តនមស្ការជាមួយនឹងយើងខ្ញុំដូចតទៅយើងខ្ញុំទាំងអស់គ្នាសូមបូជាដោយធម្មទានដល់ទេវតាដែលមាននៅទីឋានវត្តនេះក្តីនាឃើញព្រះសង្ឃធូបឬនៅនាឃើញចេតដីសូមមានចិត្តមេត្រីធ្វើទឹកដីទីវត្តនេះសូមឲ្យសុខសួស្តីទុក្ខសោកអ្វីកុំមានសោះម្យ៉ាងទៀតសង្ឃទាំងអស់ដែលមានភ្នោះជាថេរៈឬក៏ជាមជ្ឈិមឬនៅត្រឹមជាអ្នកវៈឬក៏ឧបាសកឧបាសិកាជាម្ចាស់ទានព្រមទាំងអ្នកនីគមឬអ្នកធំអំបាលមានគ្រប់ស្រុកប្រទេសឋានសូមឲ្យបានសុខឯកអង្ម្យ៉ាងទៀតសត្វឯណាដែលកើតជាជលពពុជ្ជឬជាអណ្ដតិជ្ជសង្សេតិជ្ជកំណើតក្តីឬក៏ឧបបាទិកគ្រប់ថ្នាក់ជនលោកីដោយអំណាចសេចក្តីធัวបាលីថ្លៃបវរកុំឲ្យមានទុក្ខសោកក្តីវិយោគសង្សារចរម្យ៉ាងទៀតសូមព្រះធម៌ថ្លៃបវរស្ថិតនៅវែងនឹងអ្នកចាស់ធម្មៈសូមតាំងនៅយូរអង្វែងនិងសូមអស់គុំម្ដែងសង្ឃមឺនសែនសាមគ្គីធម៌ដើម្បីប្រយោជន៍ច្រើននិងចម្រើនកុសលធម៌សូមព្រះធម៌បវរជួយគាំទ្រយើងគ្រប់គ្នាហើយសូមអស់យើងខ្ញុំចេះចាំគ្រប់កងធម្មាដែលអង្គព្រះភគវីទ្រង់ទេសនាទុកហើយហង
អញ្ចឹងសម្រាប់ធម៌យាទេវតាប្រែជាពាក្យកាព្យគឺយើងបានបញ្ចប់ត្រឹមនេះហើយជាកិច្ចបន្ទាប់គឺយើងនឹងមកសិក្សាលម្អិតទាំងអស់គ្នាយាទេវតាប្រែជាពាក្យកាព្យផងដែរដោយសារតែធម៌នេះនៅត្រង់ចំណុចខ្លះពុកម៉ែបងប្អូនមិត្តពធមិនទាន់ចេះច្បាស់ឬមួយក៏ពិបាកអានដូច្នេះគឺយើងនឹងមកសិក្សារៀនសូត្រនិងអានទាំងអស់គ្នាដើម្បីឲ្យច្បាស់នៅត្រង់ពាក្យណាមួយដែលយើងអានមិនរួចអញ្ចឹងលោកយាយលោកតាពុកម៉ែបងប្អូនអាចថាតាមជាមួយនឹងយើងខ្ញុំដូចតទៅយើងខ្ញុំទាំងអស់គ្នាសូមបូជាដោយធម្មទានដល់ទេវតាដែលមាននៅទីឋានវត្តនេះក្តីនាខឿនព្រះសធោបឬនៅនាខឿនចេតិយសូមមានចិត្តមេត្រីធ្វើទឹកដីទីវត្តនេះសូមឲ្យសុខសួស្តីទុក្ខសោកអ្វីកុំមានសោះម្យ៉ាងទៀតសង្ឃទាំងអស់ដែលមានភ្នោះជាថេរៈឬក៏ជាមជ្ឈិមឬនៅត្រឹមជាអ្នកវៈឬក៏ឧបាសកឧបាសិកាជាម្ចាស់ទានព្រមទាំងអ្នកនិគមឬអ្នកធំអំបាលម៉ានគ្រប់ស្រុកប្រទេសឋានសូមឲ្យបានសុខឯកអៈបាទអញ្ចឹងកន្លែងនេះគឺយើងអានថាសូមឲ្យបានសុខឯកអៈម្យ៉ាងទៀតសត្វឯណាដែលកើតជាជលិពុជ្ជៈកន្លែងនេះគឺយើងអានថាជលិពុជ្ជៈឬជាអណ្ដធិជ្ជៈអណ្ដធិជ្ជៈឬជាអណ្ដធិជ្ជៈសង្សេតជ្ជៈកំណើតក្តីឬក៏ឧបបាទិកៈឬក៏ឧបបាទិកៈគ្រប់ថ្នាក់ជនលោកីដោយអំណាចសេចក្តីធម៌បាលីថ្លៃបវរកុំឲ្យមានទុក្ខសោកក្តីវិយោគសង្សារចរម្យ៉ាងទៀតសូមព្រះធម៌ថ្លៃបវរស្ថិតនៅវែងនឹងអ្នកចេះធម្មៈនឹងអ្នកចេះធម្មៈសូមតាំងនៅយូរអង្វែងនឹងសូមអស់គុំម្ដែងសង់មឿនសែនសាមគ្គីធម៌ដើម្បីប្រយោជន៍ច្រើននិងចម្រើនកុសលធម៌សូមព្រះធម៌បវរជួយគាំទ្រយើងគ្រប់គ្នាហើយសូមអស់យើងខ្ញុំចេះចាំគ្រប់កងធម្មាដែលអង្គព្រះភគវីទ្រង់ទេសនាទុកហើយហងកន្លែងនេះគឺយើងអានថាទ្រង់ទេសនាទុកហើយហងកន្លែងនេះមិនមែនហងទេគឺហងហអហនឹងហងបាទអញ្ចឹងសម្រាប់មេរៀនព្រះធម៌យាទេវតាប្រែជាពាក្យកាព្យថ្ងៃនេះគឺយើងបានបញ្ចប់ត្រឹមនេះហើយខ្ញុំសង្ឃឹមថាលោកយាយលោកតានិងមិត្តពធទាំងអស់នឹងអាចចេះចាំនៅធម៌មួយនេះផងដែរអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូសូមលោកយាយលោកតានមស្ការតាំងចិត្តស្វាត់ជាជាមួយនឹងយើងខ្ញុំម្ដងទៀតដើម្បីឲ្យបានច្បាស់នៅធម៌ដែលយើងបានរៀនមាញ់នេះបាទអញ្ចឹងសូមគោរពអញ្ជើញថាតាមនឹងសូត្រជាមួយនឹងយើងខ្ញុំដូចតទៅយើងខ្ញុំទាំងអស់គ្នាសូមបូជាដោយធម្មទានដល់ទេវតាដែលមាននៅទីឋានវត្តនេះក្តីនាខឿនព្រះសង្ឃធោបឬនៅនាខឿនចេតិយសូមមានចិត្តមេត្រីធ្វើទឹកដីទីវត្តនេះសូមឲ្យសុខសួស្តីទុក្ខសោកអ្វីកុំមានសោះម្យ៉ាងទៀតសង្ឃទាំងអស់ដែលមានភ្នោះជាថេរៈឬក៏ជាមជ្ឈិមឬនៅត្រឹមជាអ្នកវៈឬក៏ឧបាសកឧបាសិកាជាម្ចាស់ទានព្រមទាំងអ្នកនីគុំឬអ្នកធំអំបាលម៉ាន
គ្រប់ស្រុកប្រទេសឋានសូមឲ្យបានសុខឯកអង្ម្យ៉ាងទៀតសត្វឯណាដែលកើតជាជលៈពុជ្ជៈឬជាអន្តៈតិជ្ជៈសង្សិតជ្ជៈកំណើតក្តីឬក៏ឧបបាទិកៈគ្រប់ថ្នាក់ជនលោកីដោយអំណាចសេចក្តីធម៌បាលីថ្លៃបវរកុំឲ្យមានទុក្ខសោកក្តីវាយកសង្សារចរម្យ៉ាងទៀតសូមព្រះធម៌ថ្លៃបវរស្ថិតនៅវែងនឹងអ្នកចាស់ធម្មៈសូមតាំងនៅយូរអង្វែងនិងសូមអស់គុំម្ដែងសងមឿនសែនសាមគ្គីធម៌ដើម្បីប្រយោជន៍ច្រើននិងចម្រើនកុសលធម៌សូមព្រះធម៌បវរជួយគាំទ្រយើងគ្រប់គ្នាហើយសូមអស់យើងខ្ញុំចេះចាំគ្រប់កងធម្មាដែលអង្គព្រះភគវីទ្រង់ទេសនាទុកហើយហងបាទអញ្ចឹងសម្រាប់មេរៀនពធនៅថ្ងៃនេះគឺយើងបានបញ្ចប់ត្រឹមនេះហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់ដែលបានតាមដានសិក្សានៅមេរៀនពធនេះនឹងអាចចេះចាំនិងអាចសូត្របាននៅធម៌នេះផងដែរអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបាទសូមបញ្ចប់តែត្រឹមប៉ុណ្ណេះសូមអរគុណច្រើនចំពោះពុកម៉ែបងប្អូនទាំងអស់ដែលបានតាមដានសិក្សានិងការរៀនសូត្រជាមួយនឹងយើងខ្ញុំសូម